ឆ្នាំ2014ខ្ញុំមានជំងឺឬដងបាតដល់ធ្ងន់ធ្ងរបាទពេលនោះគឺធ្វើទុកខ្លាំងបងប្អូនបាទថ្ងៃនេះខ្ញុំនឹងនិយាយមកចែករំលែកបងប្អូនដល់គ្នាអញ្ចឹងសម្រាប់បងប្អូនដែលមានបញ្ហាជំងឺឬដងបាតគឺមិនព្យាបាលដោយធម្មជាតិបាទអត់ពិបាកចំណាយលុយច្រើនបាទអញ្ចឹងបងប្អូនអាចនឹងបានចែករំលែកពីខ្ញុំហើយមែនតើទៅខ្ញុំកើតដងបាតហ្នឹងដូចជាមិនរយៈពេលខ្លីបានដែរតាមខ្ញុំដឹងដូចជាខ្ទង់តាំងពីឆ្នាំ2002អីបាទព្រោះនៅពេលនោះយើងអត់បានចាប់អារម្មណ៍ទេបាទការមកទោះបាទបត់ជើងអីមកឈាមហើយយើងចេះតែនៅរៀនធម្មតាទៅយើងចេះតែមិនបានព្យាបាលមិនបានអីទេបងប្អូនណាបាទហើយខ្ទង់មកឆ្នាំ2019ដែលធ្វើទុកខ្លាំងមែនទែនឆ្នាំ2019ដល់ដំណាក់កាលមួយហៅថាលៀនសាច់ចេញហើយអញ្ចឹងវាអត់រួញទៅវិញទេវាអត់ចូលទៅវិញទេអញ្ចឹងវាកាលណាយើងដើរយើងធ្វើការអង្គុយយូរលកាត់ទៅវាធ្វើឲ្យទៅលាកអញ្ចឹងក្រហមវាអាចចេញឈាមសើមវាតិចណាបាទពេលឆ្នាំ2019ហើយដែលធ្វើទុកខ្លាំងមែនទែនបាទហើយខ្ញុំក៏ដែរបានទៅព្យាបាលមួយគ្រូពេទ្យដែរដោយសារខ្ញុំស្ដាប់គ្រូពេទ្យច្រើនដែរគាត់និយាយហើយនឹងមួយទៀតមិត្តភ័ក្តិមួយចំនួនគាត់បានទៅព្យាបាលតាមរយៈការចាក់ឬក៏ចងបាទសេះកាត់អញ្ចឹងណាបាទអញ្ចឹងខ្ញុំអត់បានដឹងពីគូនខ្នាតពេទ្យទេគ្រាន់ថាគាត់ប្រាប់ថាពេលកាត់ហើយវាពេលខ្លះនៅធ្វើទុកដែរបាទពេលដែលលាក់ខ្យល់ឬក៏ត្រជាក់អញ្ចឹងគឺធ្វើទុកអញ្ចឹងខ្ញុំខ្លាចបាទអញ្ចឹងខ្ញុំខ្លាចខ្ញុំអត់ទៅព្យាបាលទៅបាទអញ្ចឹងបងប្អូនគេមើលតាំងពី2002ដល់2019ដែលធ្វើទុកខ្លាំងតែខ្ញុំគិតថាជាបនរបស់ខ្ញុំបាទថ្ងៃនោះខ្ញុំពេលនោះខ្ញុំស្ដាប់ដូចយើងស្ដាប់អមចាស់ដែលគាត់អាយុច្រើនគាត់និយាយពីការព្យាបាលដោយការប្រើប្រាស់ទឹកអ្នកខ្លះគាត់ថាព្យាបាលជានេះខ្លះជានោះជាឬដងបាតអីចឹងរហូតដល់ថ្ងៃមួយបាទទងមិនយូរបានទេហើយខ្ញុំក៏បានដឹងអំពីទឹកនេះបាទទឹកសុខភាពរបស់ជប៉ុននេះអញ្ចឹងអានេះហើយដែលបានខ្ញុំចង់មកចែករំលែកបងប្អូនគេណាដោយសារខ្ញុំកាន់ដបហ្នឹងតាំងពី2019មកបាទ2019បាទចឹងអ្នកខ្លះគាត់ឆ្ងល់ថាហេតុអីបើឃើញខ្ញុំកាន់រហូតខ្ញុំជិះម៉ូតូដល់ជិះឡានដល់កាន់រហូតណាខ្ញុំកាន់រហូតជាង2លីត្របង2លីត្របាទអញ្ចឹងពេលខ្លះយើងខ្មាស់អៀនដែរមុនដំបូងបាទហើយអ្នកខ្លះក៏គាត់ឃើញថាចូលមកកាន់ដបទឹកធំណាបាទអញ្ចឹងមានហេតុហ្នឹងណាមានហេតុហើយខ្ញុំក៏សម្រេចចិត្តឆ្នាំ2019នឹងដែរមានកម្មវិធីរបស់សិក្ខាសាលាមួយនៅ CJC យើងនេះហើយកាលនោះគេឃើញនៅក្នុង poster មានជនជាតិជប៉ុនបាទមានឈ្មោះតណ្ណកាមានលោកការីបាទពីម៉ាឡេគេធ្វើបទបង្ហាញឲ្យខ្ញុំចូលចិត្តចូលរួមសិក្ខាសាលាអញ្ចឹងយើងលើសូកម្មវិធីសិក្ខាសាលាតទៅនឹងជប៉ុនជាយើងចង់ទៅស្ដាប់ចំណេះដឹងខាងវប្បធម៌របស់គេដែរបាទខ្ញុំទៅស្ដាប់ទៅខ្ញុំពេលនោះខ្ញុំឃើញបងប្អូនយើងអ្នកធ្វើការងារផ្នែកហ្នឹងគាត់ចុះប្រហូរទឹកឲ្យយើងហូបបាទហូបទឹកពីកដង10លីត្រយកមកឲ្យយើងហូបទៅកែវអញ្ចឹងយើងហូបទៅមានអារម្មណ៍ដូចឆ្ងាញ់ទៅមានអារម្មណ៍ដូចឆ្ងាញ់ហើយគាត់អស់អញ្ចឹងគាត់ចាប់តាមប្រហូរជូនយើងទៀតណាបាទសិក្ខាសាលាបដាហូបបដាបាទផ្សេងគឺមេដែលគាត់ប្រើប្រាស់ទឹកបានជោគជ័យហ្នឹងគាត់គ្រួសារគាត់អីគាត់អីនឹងបងប្អូនទៅទៀតបាទឃើញយើងអស់អញ្ចឹងសិក្ខាកម្មដែលចូលរួមអស់គាត់ប្រហូរជូនយើងហូបហើយបាទខ្ញុំបានហូបនៅក្នុងពេលនោះខ្ញុំមានអារម្មណ៍ថានៅពេលខ្ញុំហូបនៅកម្មវិធីសិក្ខាសាលាអស់ហើយជា3 4 5កែវយើងមានអារម្មណ៍ថាព្រលឹមឡើងយើងចាប់ផ្ដើមបត់ជើងមកទៅបាទយើងលេងឈឺមកធ្វើយើងបត់ជើងមកស្រួលខុសពីធម្មតាមុនយើង2ថ្ងៃ3ថ្ងៃបត់ជើងម្ដងហើយបត់ជើងម្ដងគឺយើងពិបាកចិត្តហើយឈាមហូរមកណាបាទខ្ញុំចែកម្លេចអានេះខ្ញុំសង្ឃឹមថាបានប្រយោជន៍គឺបងប្អូនខ្ញុំក៏ដែរបានចែកម្លេចដែរបាទបងប្អូនមើល2019ដល់ឥឡូវយូរដែរខ្ញុំដែរបានចែកម្លេចបងប្អូននៅក្នុងដាក់ចូលក្នុង YouTube ក្នុង page ចឹងទេអានេះខ្ញុំដាក់ចែកម្លែកជូនបងប្អូនណាបាទអញ្ចឹងខ្ញុំចាប់ផ្ដើមហូបទឹកនឹងហើយឃើញស្រួលហើយខ្ញុំឃើញគេធ្វើសិក្ខាសាលានិយាយពីទឹកនេះហើយខ្ញុំយើងអត់មានលទ្ធភាពទៅទិញម៉ាស៊ីនហ្នឹងទេបាទម៉ាស៊ីនហ្នឹងថ្លៃដែរគួរសមដែរហើយខ្ញុំគិតថាចង់សាកទឹកដែរបាទសួរគេទៅហើយក៏មានគេនៅខាងផ្លូវកម្ពុជាក្រោមមាននៅចောင်းចៅមាននៅជូកមាសចឹងបាទអញ្ចឹងយើងទៅស្វែងទៅរកទិញគេទៅណាបាទដូចជាមួយធុង20លីត្រដូចជា10000បាទគេលក់ទូទៅបាទយើងទិញគេបាទទិញយកមកហូបអញ្ចឹងយើងហូបទៅមានអារម្មណ៍ថាតាំងពីយើងចាប់តាមហូបទឹកហ្នឹងបាទយើងមានអារម្មណ៍ថាព្រលឹមឡើងធ្វើយើងបត់ជើងទាំងបត់ជើងទូចបត់ជើងធំស្រួលបាទពិសេសគឺបត់ជើងមកលឿនឆាប់អស់ហើយយើង
បងប្អូនដឹងថាអ្នកកើតរដូវបាតគឺបត់ជើងមិនលឿនទេយូរណាស់បាទយូរណាស់ហើយឈាមប្រឹងខ្លាំងហូរឈាមស្រក់មកតក់បាទនេះគឺជំងឺខ្ញុំរហូតមានជំងឺរដូវបាតខ្ញុំពីវត្តឆ្នាំ2019ហ្នឹងគឺខ្លាំងហ្មងរហូតដល់ថ្នាក់ហូបនំបញ្ចុកអត់បានទេបងប្អូនណាហូបនំបញ្ចុកមិនបានទេបាទហើយពិសេសឲ្យខ្ញុំចូលចិត្តកាទៀវណាកាទៀវគឺលេខ1សម្រាប់ខ្ញុំកាទៀវសាច់គោនេះខ្ញុំចូលចិត្តណាហើយខ្ញុំហូបខ្ញុំពេលខ្លះយើងចង់ជំនួសអាសាច់កាទៀវសាច់គោហ្នឹងមួយនឹងអាទឹកសៀងហ្នឹងគឺយើងអត់ហ៊ានទេនៅពេលដែលយើងហូបតែទឹកសៀងដែលគេដាក់កូនចានទូចនឹងមកមិនបាច់ចាំម្រេចចាំម្ទេសទេហ៊ានតែចលក់ប៉ុណ្ណឹងបងប្អូនបាទដេកស្រែកយប់ឡើងដេកស្រែកបាទបងប្អូនថ្ងៃក្រោយជួបគ្រួសារខ្ញុំបងប្អូនអាចសួរបាទអញ្ចឹងដូចក្នុងបន្ទប់ខ្ញុំកំពុងអង្គុយនិយាយហ្នឹងបាទពេលដេកអញ្ចឹងយើងអាចដាក់កង្ហារព្រោះវានោះសើមឈាមវាហូរមកអញ្ចឹងវាសើមឈឺបាទអញ្ចឹងខ្ញុំដាក់កង្ហារបាញ់ដើម្បីឲ្យវាឆាប់ស្ងួតណាបាទអញ្ចឹងមានតែឈឺជោគចាប់បងប្អូនដែលកើតរដូវបាតបាទបងប្អូននឹងយល់ពីអារម្មណ៍មួយនេះបាទនឹងយល់អារម្មណ៍មួយនេះហើយខ្ញុំចែករំលែកបងប្អូនថ្ងៃនេះខ្ញុំចង់ឲ្យបងប្អូនណាដែលកើតរដូវបាតហើយធ្វើទុកខ្លាំងហូបនេះហូបនោះមិនបានពិបាកក្នុងខ្លួនពួកខ្ញុំពិបាកខ្ញុំយកអារម្មណ៍មួយនេះពេលដែលខ្ញុំកើតខ្ញុំមិនអាចទៅធ្វើការខ្ញុំតែងដើរអង្គុយកៅអីចឹងកាលមេគាត់ថាចុះមិនបានឈរអញ្ចឹងវាមេយើងអង្គុយអត់កើតវាឈឺគាត់អង្គុយឈឺអញ្ចឹងខ្ញុំចិត្តដើរខ្ញុំចិត្តឈរផ្អែកអីចឹងទៅអញ្ចឹងវេទនាណាបងប្អូនរឿងជំងឺមួយនេះគឺវេទនាណាចាបាទចឹងហើយខ្ញុំបានក៏ទឹកនេះបាទខ្ញុំគិតថាជាបនរបស់ខ្ញុំធំណាបាទបនខ្ញុំធំណាដែលធ្វើឲ្យខ្ញុំបានជួបទឹកដ៏អស្ចារ្យមួយនេះមិននឹកស្មានថាវាមិនអាចជួយត្រឹមតែរដូវបាតទេវាជួយទៅលើផ្សេងទៀតបាទអញ្ចឹងបងប្អូនសួរថាហូបធ្វើម៉េចដើម្បីមានប្រសិទ្ធភាពបាទអញ្ចឹងបងប្អូនការហូបទឹកមិនមែនយើងចេះតែហូបឲ្យតែបានទេណាបងប្អូនបាទរឿងទី1គឺបងប្អូនត្រូវជ្រើសរើសទឹកដែលមានគុណភាពឲ្យបានត្រឹមត្រូវទី2បងប្អូនហូបទឹកឲ្យបានគ្រប់ចំនួនលីត្រធ្វើម៉េចអញ្ចឹងបងប្អូនអាចយកគីឡូចែក2កាត់ក្បៀសឬក៏បងប្អូនយកទម្ងន់របស់យើងបាទ45មីលីត្របាទណា45មីលីត្រគឺខ្នាតរបស់គេបាទអញ្ចឹងបងប្អូនអាចយកគីឡូរបស់យើងគុណជាមួយនឹង45មីលីត្រឬក៏35មីលីត្រទៅបាទអញ្ចឹងយើងចែក100បាទយើងចែកជាមួយ100ទៅយើងនឹងឃើញហើយអញ្ចឹងយើងត្រូវហូបចំនួនដែលយើងត្រូវហូបហើយមិនមែនហូបម្ដងលើកមកកដងអស់ទេតែបងប្អូនហូបមកបន្តិចអញ្ចឹងទៅហើយយើងអាចធ្វើការធ្វើងារអញ្ចឹងទៅហើយអត់មានតម្រូវថាទៅយើងស្រេកបានហូបទេបងប្អូននៅក្នុងខ្លួនយើងគឺជាទឹកដល់ទៅ70-80% តាមទម្ងន់ខ្លួនរបស់យើងបងប្អូនស្ដាប់គ្រូពេទ្យណាបាទស្ដាប់លោកគ្រូពេទ្យដុកទ័រណាបាទដោយលោកគ្រូគុយមីលីក៏សានិយាយណាស់បាទដុកទ័រគុយមីលីក៏ថាបើខ្វះជាតិទឹកនេះគឺជាប្រភពនៃជំងឺណាស់បាទហើយមួយទៀតបាទបងប្អូនអាចស្ដាប់ដុកទ័រហងតារាគាត់អាសានិយាយពីរឿងទឹកនេះគាត់ថាបើយើងចង់ឲ្យមានជីវិតរស់បានយូរយើងសំជីវិតរស់បានយូរយើងមានលទ្ធភាពយើងគូតែទិញម៉ាស៊ីនទឹកខាន់ហ្គេនមួយរបស់ជប៉ុនដើម្បីប្រើប្រាស់ដើម្បីសុខភាពគ្រួសារណាបងណាបាទនេះដុកទ័រហងតារាគាត់ណែនាំយើងឲ្យបានប្រើប្រាស់ម៉ាស៊ីនទឹកនេះណាអញ្ចឹងពីខ្ញុំចែករំលែកបងប្អូនថ្ងៃនេះខ្ញុំសង្ឃឹមថាបងប្អូនអរគ្នាថាចុះឥឡូវលោកគ្រូទៅរកទឹកនឹងហូបនៅកន្លែងណាអត់ខ្វះទេបងប្អូនរឿងថ្ងៃបងប្អូននៅតាមខេត្តក៏ដោយបងប្អូននៅពេញក៏ដោយនៅកន្លែងណាក៏ដោយអញ្ចឹងបងប្អូនអាចមកឆាតមកខ្ញុំទី1បងប្អូនអាចឆាតមកខ្ញុំបានដែរបាទឬក៏បងប្អូនវាយតាម YouTube តាម Google តាម Facebook បានដែរបាទ search រោមម៉ាស៊ីនខាន់ហ្គេនហ្នឹងឬក៏នេះបងប្អូនយកលេខខ្ញុំ012 89 30 31ឬក៏093 844 93ដងចា012គឺមាន Telegram ណាបាទអញ្ចឹងបងប្អូនបើសិនបងប្អូនអាចមកយកបងប្អូនថាខ្ញុំឥឡូវខ្ញុំមានបញ្ហាដូចជាពិបាកបត់ជើងបញ្ហារដូងបាតឬក៏អាស៊ីតសន្លាក់អីឬក៏ទួលលាមកក្តៀនលាមកអីបាទបងប្អូនមិនថាសាច់ញាតិបងប្អូនមិត្តភក្តិបងប្អូនខ្ញុំអាចបើសិនបងប្អូនអាចជើញមកយកផ្ទះខ្ញុំ free ជូនបងប្អូន20លីត្របងប្អូនយកទៅកដងមកខ្ញុំអាច free ជូនបងប្អូនបានណាបាទអញ្ចឹងបើអត់មកទេបងប្អូនអាចសួរខ្ញុំថាតើខ្ញុំនៅខេត្តនេះខ្ញុំនៅកន្លែងនេះខ្ញុំនៅកន្លែងនេះមានម៉ាស៊ីនទឹកនឹងដាក់អត់ណាបងប្អូនណាអញ្ចឹងខ្ញុំអាចណែនាំខ្ញុំអាចឲ្យលេខបងប្អូនទៅជាវទៅទិញគេនៅកន្លែងនោះទៅព្រោះឥឡូវនេះមានស្ទើរគ្រប់ខេត្តបងប្អូនណាបាទគ្រប់ខេត្តអស់ហើយ
hay vì sai nơi tam clinic tam thì bên khác có cần viện nơi mà xin nâng tràn đáy chẳng nhom sự khâm tha tầm rạp bom ổn để biên bánh hà tặng ổn nâng và tôi bị dựng bàn từ phía môi cừu bay tháo dựng đăng thay dựng miền bánh hà sâu phía là môi rồi có dựng ai tháo dựng chia ba hơi vận tải đôi về dựng bàn pra nam tay hơi vận tải đôi mình sơi chia bàn o xa nơi thư tục chọc chắp bằng một ai từ rồi tật năng và thém là bị chuối ổn á bà vì chui khi nè bà chẳng hay bàn lục bên cái tay này luôn dương thá là bây giờ hộp nam crop cái đói dương từ tòm bị sai cứ hộp tật lại bàn chờ đấy bố nè bà chẳng tật ní bị ai chui mùi này đại nhom sẽ đạp lục bên thá cả này dương miền bánh hà sụp phiếp dương hộp tật nước viếp chui bình lươn đồng cá chị bà đấy bố nè chẳng hay bàn nhom vì là sụp phiếp nhom là o bài đó nghe bà mà đòi lời đi nhom chạy sụp phiếp nhom tới cô xa nhom lọ nhom chạy đây ta rừng nhom muối nhom tên dây côn nhom một quần nhom đại nhom mình được cao tiền bà hay chẳng bàn nhom hộp bàn lọ nhom tự đo ok đồ bà nhom từ thành nhom lược đầy sụp phiếp lục ta ô chero bà thọt qua là bà này đại con ai rô mà xin đi khơi bà mà đòi lời hàng sụp phiếp năm để ao chỉ chôn lơ một lông quặp liền cô xa để bàn bà vì kia chưa được ót cháo của con bà nhom tự đo ok đồ nhom quay cùng được thọt qua đó bà sân nhom ọt bàn tật này pra một đo là lời đi chừng như được đông bàn nhóm men thom mà đá này nhóm kết tham số ai bị quật từ mà hà rịch bạt ấy bà hà rịch bạt ấy một con côn đấy từ tục khang bị con đập một buồn một đo lời này chứ một đo máu này xu mấy đại sân thủy nhóm hút bàn thật là bỏ đây ba hộp chiêng môn ọt bàn vì muốn cứ chọn hộp khang mà là được khả năng thực này tôi chặt mà tại lại háng cứ cầm mong mà hôm được bà những hộp bàn đấy tì nôm chọc và nó hộp vô ngay các bạn này bà ông muốn khơi nhá chẳng miền đây tha bia sợ bay khu khai ba sợ bay lưng lục ở cha bà cho mà nhom ở con của thà ôi giờ rồi bà là hỗ trợ cho bạn thọt luôn chùm mũi quạt bà đang chùm mũi nâng câu trong nâng câu trong bà đi khi bỏ trả nhá nhom chạy lấy bằng bồn người năng bằng bồn ngồi cho nó tha hay đấy nhom thọt video nhom đặt đọp tật được cái bài này hay nhom từ thư ca trong căn tam dưới từ lại na căn tam này bà từ lại na căn tam này bà cứ căn tam trên này bom bồn tham mấy tha nhom một khăn sổ phim bồn mưa sạch chiệp nhom ấy bom bồn đằng này bạn này miền rộng khơi nhom bồn đằng nào ô về sổ phim cái lò mệt bà đòi lấy nhom chạy sổ phim cứ lò bồn á lò ở miền này là muối tới một đòi lấy xài chiên ấy bà kia từ chích lò hà này sổ phim từ lò bà đó bà chẳng cả trên đây bọc nhóm ngày nay thực khâm tha năng miên bị giàu chấm rạp bom ôn ở kia buộc nhóm kết tha bom ôn ở kia là ngày miên sâu cặp mình là ở chân chẳng hay trong là khơi là chạy em lại rồi nưng bà chẳng bom ôn có ai xu trong đàn thả cho là lưu tật năng nhé tật năng ai niệm miên bánh hà sâu cặp chẳng ai pra bán thăm bất chứng bao trong đáp doctor gần dưới tụi bây giờ miên bánh hà sâu cặp này na cái dương cu tại para tật hay tật đây là ọ từ đấy tật đây là ọ bà được không là ra cái thà chứ á như chọn ao thì xong chỉ với đại bàn là dụ với cái dương miền đặt phép tinh mà sinh tật hành kẻ nè bông bà chân nhóm có đôi khi đồ râm rô lui bàn tinh đã tiệt mối cứ dương trời ca chân này trời ca xong lùi đại trời ca pì lìa đại đấy bà chẳng bàn nhom được từ chờ bông ôn này miên bánh há đấy trong xa một môn ai chơi màu tiệc nhóm bàn đấy bà nhom free chun bông ôn bà mà phải lít bông đặt cho tầng này chun một ôn đòi chạy một ôn đòi thì đòi sờ bài đấy bà chẳng theo nhóm nơi khang trong chạy đường thế bà trong chạy ổ đầm dương phải chạy buồn đấy nhé chẳng sẽ khâm tha bộ nó kia bởi vì tàu hay miền bánh hai những người đồng bạn đôi nhóm bạn bọt chương cái điên liềm mộ ấy mà bôn còn bao giờ khâm á bôn ai phải cho tặng này hậu rồi khơi ai màu tiền nhóm free chun mà đồng phải lít nè bà chẳng nhóm ở côn bà ở côn rồi đẹp liền